ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើគុយទាវចំហុយញ៉ាំជាមួយនឹងទឹកត្រីផ្អែមសាច់ដែលយើងដាក់ពីលើនឹងបងប្អូនចង់ប្រើសាច់គោសាច់ជ្រូកឬក៏សាច់មាន់ក៏បានដែរហើយវិធីធ្វើរបស់គុយទាវចំហុយនេះគឺលឿនទេបងប្អូនប្រសិនបើបងប្អូនទិញគុយទាវចំហុយស្រាប់មកអញ្ចឹងយើងធ្វើតែសាច់ជាមួយនឹងទឹកត្រីផ្អែមឥឡូវនេះយើងមកចាប់ផ្ដើមធ្វើជាមួយនឹងទឹកត្រីផ្អែមមុនគេទឹកត្រីផ្អែមនេះយើងធ្វើទុកកាន់តែយូរវាកាន់តែងុំហើយមានរសជាតិឆ្ងាញ់ដូចនេះនៅក្នុងការវាល់គ្រឿងផ្សំគឺខ្ញុំប្រើឧបករណ៍បែបនេះខ្ញុំហៅវែកតែម្ដងទៅដើម្បីងាយស្រួលយល់អញ្ចឹងខ្ញុំប្រើស្ករអំពៅចំនួន1វែកកន្លះអំបិលចុងស្លាបព្រាកាហ្វេប៊ីចេង1/4ស្លាបព្រាកាហ្វេទឹកខ្មេះ1វែកពេញទឹកត្រី1វែកពេញដូចគ្នាទឹកឆ្អិនធម្មតាចំនួន3វែករួចហើយបងប្អូនត្រូវកូរស្ករអំបិលប៊ីចេងនឹងឲ្យរលាយសព្វគ្រឿងផ្សំបានរលាយអស់នៅក្នុងទឹកត្រីនឹងហើយបងប្អូនអាចលាយខ្ទឹមសខ្ទឹមក្រហមឬក៏ម្ទេសក៏ប៉ុន្តែប្រសិនបើបងប្អូនចង់ទុកបានយូរកុំអានលាយអីទឹកត្រីផ្អែមឥឡូវនេះធ្វើបានរួចរាល់ហើយអញ្ចឹងបងប្អូនអាចទុកវាមួយឡែកសិនទៅយើងបកមកមើលសាច់គោវិញចំពោះសាច់គោនេះខ្ញុំត្រៀមយកមកប្រឡាក់ទេក៏ប៉ុន្តែដោយសារតែសាច់រាងស្ទើរអញ្ចឹងហើយខ្ញុំក៏យកមកបន្ថែមតែម្ដងទៅអញ្ចឹងបងប្អូនគ្រាន់តែយកវាមកហាន់ជាចំណិតតូចសាច់គោទាំងអស់ដែលខ្ញុំនឹងយកមកឆានឹងមាន2ប្រភេទជាសាច់បន្ទះផងជាសាច់ចិញ្ច្រាំផងទម្ងន់ទាំងអស់7ខាំក្នុងការឆាសាច់នឹងខ្ញុំលាយជាមួយនឹងខ្ទឹមបារាំងចំនួន1មើមអញ្ចឹងបងប្អូនគ្រាន់តែយកវាមកហាន់ជាចំណិតតូចឥឡូវនេះដល់វគ្គបន្លែដែលយើងត្រូវញ៉ាំជាមួយគុយទាវចំហុយនឹងអញ្ចឹងខ្ញុំប្រើត្រសក់ចំនួន4-5ផ្លែបងប្អូនគ្រាន់តែយកវាមកហាន់ជាចំណិតតូចដូចនេះបន្លែទាំងអស់ដែលខ្ញុំប្រើមានដូចជាត្រសក់សណ្តែកបណ្ដជាមួយនឹងជីគ្រប់មុខបងប្អូនក៏អាចបន្ថែមនៅសាឡាត់ដែរហើយស្លឹកខ្ទឹមនេះវិញគឺយើងនឹងយកមកប្រើជាមួយនឹងគុយទាវចំហុយឥឡូវនេះគ្រឿងផ្សំទាំងអស់ត្រៀមបានរួចរាល់ហើយយើងអាចចាប់ផ្ដើមមកចង្ក្រានបានជាដំបូងនឹងគឺខ្ញុំយកគុយទាវមកចំហុយម្ដងទៀតគុយទាវនេះខ្ញុំទិញស្រាប់ទេបងប្អូនមានទម្ងន់1គីឡូរងចាំឲ្យទឹកពុះសិនចាំបងប្អូនលើកគុយទាវនឹងដាក់ចូលទៅរយៈពេលនៃការដាក់ចំហុយ15នាទីចានៅពេលនេះគុយទាវបានឆ្អិនហើយក៏ទន់ល្អដែរអញ្ចឹងបងប្អូនអាចលើកវាចុះហើយនឹងទុកឲ្យវាចុះត្រជាក់សិនចាំយើងយកវាមកលាយជាមួយនឹងខ្ទឹមស្លឹកខ្ទឹមបងប្អូនអាចដាក់ប្រហែលជា3ស្លាបព្រាបាយអញ្ចឹងបងប្អូនត្រូវកម្ដៅប្រេងឆា3ស្លាបព្រាបាយឲ្យវាឡើងក្តៅខ្លាំងចាំយើងដាក់ស្លឹកខ្ទឹមនឹងចូលកូរស្លឹកខ្ទឹមនៅក្នុងប្រេងឆាក្តៅនឹងតែមួយផ្លែតទេបើយើងទុកយូរជាងនឹងបន្តិចវានឹងប្រែពណ៌កូរតែ2-3ត្រឡប់ប៉ុណ្ណឹងបងប្អូនអាចចាក់ចេញមកទុកប្រេងឆានឹងឲ្យចុះត្រជាក់បន្តិចសិនចាំយើងយកវាមកលាយជាមួយនឹងគុយទាវចំហុយអញ្ចឹងបងប្អូនគ្រាន់តែបេះសរសៃគុយទាវនឹងឲ្យវាដាច់ចេញពីគ្នាវាជាការស្រេចជំហានបន្ទាប់យើងនាំគ្នាមកឆាសាច់វិញម្ដងដាក់ប្រេងឆា2ស្លាបព្រាបាយកម្ដៅឲ្យវាឡើងក្តៅសិនប្រេងឡើងក្តៅហើយយើងដាក់ខ្ទឹមសចិញ្ច្រាំ3កំពឹសចូលឆាវាឲ្យវាឡើងក្រហមបន្តិចបន្ទាប់មកយើងចាក់សាច់គោចូលឆាសាច់គោលើភ្លើងខ្លាំងឲ្យវាឆ្អិនល្មមរួចហើយគឺយើងនឹងដាក់ស្ករស1ស្លាបព្រាកាហ្វេអំបិលកន្លះស្លាបព្រាកាហ្វេទឹកត្រី1ស្លាបព្រាកាហ្វេទឹកប្រេងខ្យង1ស្លាបព្រាបាយឆាត្រឡប់សាច់គោនៅលើភ្លើងឲ្យវាចូលជាតិបន្តិចរួចហើយយើងអាចចាក់ខ្ទឹមបារាំងចូលឆាត្រឡប់ខ្ទឹមបារាំងនៅលើភ្លើងខ្លាំងរហូតដល់វាទន់វាជាការស្រេចចានៅពេលនេះគ្រឿងផ្សំទាំងអស់ត្រៀមបានរួចរាល់ហើយអ្វីដែលត្រូវបន្ថែមមានដូចជាសាយ៉ជាមួយនឹងសណ្តែកដីចំពោះវិធីនៃការញ៉ាំបងប្អូនណាក៏ដឹងដែរយើងគ្រាន់តែដាក់បន្លែទៅតាមចំណូលចិត្តមានដូចជាសណ្តែកបណ្ដជីគ្រប់មុខជាមួយនឹងត្រសក់ឬក៏សាឡាត់រួចហើយគឺជាគុយទាវចំហុយសាច់គោឆាដាក់តិចឬច្រើនទៅតាមការចូលចិត្តសាច់គោឆាអំបាញ់មិញហ្នឹងរសជាតិវាគឺស្រាលទេបងប្អូនពីព្រោះថាយើងនឹងញ៉ាំជាមួយនឹងទឹកត្រីផ្អែមដាក់ទឹកត្រីផ្អែមរួចបន្ថែមនៅសណ្តែកដីលីងជាមួយនឹងសាយ៉ចាវិធីធ្វើគុយទាវចំហុយមានតែប៉ុណ្្នឹងទេអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានយោបល់ឬក៏សំណួរអ្វីអាចសរសេរជា comment នៅខាងក្រោមវីដេអូនិងចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា